សូមជូនរឿងអ្នកសាងសង់ប្រាសាទបន្ទាយស្រីកាលពីយូរយារណាស់មកហើយនៅឆ្នេរដីកម្ពុជាបុរាណមានព្រៃឈើបៃតងខៀវថ្មពណ៌ក្រហមភ្លឺចែងចាំងនិងសត្វស្លាបច្រៀងសប្បាយដីនេះពោរពេញដោយសេចក្តីស្ងប់ស្ងាត់និងសិល្បៈធម្មជាតិក្នុងភូមិតូចមួយមានក្មេងប្រុសម្នាក់ឈ្មោះយេកញ៉ាវីរ៉ាហាគាត់ចូលចិត្តមើលថ្មចាប់ថ្មនិងគូររូបលឿដីនៅក្នុងបេះដូងក្មេងតូចនោះមានសុបិនធំមួយខ្ញុំចង់សាងសង់ប្រាសាទស្អាតមួយសម្រាប់មនុស្សទាំងអស់រៀងរាល់ថ្ងៃយេកញ៉ាវីរ៉ាហាវឹកហាត់កាត់ថ្មដោយអត់ធ្មត់ថ្មរឹងប៉ុន្តែចិត្តគាត់រឹងមាំជាងគាត់រៀងពីកំហុសនិងកែលម្អខ្លួនរៀងរាល់ថ្ងៃវិស្វកុមារប្អូនប្រុសរបស់គាត់មិនដែលចាកចេញពីគាត់ឡើយពេលញញែងពេលនឿយគាត់តែងតែញញឹមនិងនិយាយពាក្យល្អៗដើម្បីលើកទឹកចិត្តបងប្រុសបងអាចធ្វើបាននៅពេលយប់យេកញ៉ាវីរ៉ាហាមើលផ្កាយហើយស្រមៃឃើញប្រាសាទតូចមួយឆ្លាក់ពីថ្មក្រហមស្រស់ស្អាតដូចរឿងព្រេងគាត់ដឹងថាសុបិននេះមិនមែនសម្រាប់ខ្លួនគាត់តែម្នាក់ឯងទេវាត្រូវតែពិសេសថ្ងៃមួយគាត់ក្លាហានចូលទៅជួបព្រះបាទរាជេន្ទ្រវម័នទី2ទោះជាបេះដូងរវើរវាយក៏គាត់និយាយដោយសុចរិតនិងការគោរពតើអ្នកចង់សង់អ្វីយេកញ៉ាវីរ៉ាហាបានប្រាប់អំពីស្ថានរបស់គាត់ប្រាសាទមួយសម្រាប់ចំណេះដឹងសិល្បៈនិងសេចក្តីល្អព្រះបាទស្ដាប់ដោយការយកចិត្តទុកដាក់ប្រាសាទសម្រាប់ចំណេះដឹងនិងសេចក្តីល្អព្រះបាទញញឹមហើយអនុញ្ញាតឲ្យគាត់សាងសង់ប្រាសាទនោះជាពេលវេលាដែលសុបិនតូចមួយចាប់ផ្ដើមคล้ายជាការពិតចូលអ្នកចាប់ផ្ដើមចុះបងប្អូនទាំងពីរដើរឆ្លងព្រៃរកទីកន្លែងស្ងប់ស្ងាត់ពួកគេឈប់នៅកន្លែងមួយដែលខ្យល់បក់ស្រាលនិងពន្លឺព្រះអាទិត្យភ្លឺថ្លាទីនេះល្អណាស់ថ្មដំបងត្រូវបានដាក់ដោយដៃដែលពោរពេញដោយការគោរពនិងសង្ឃឹមនេះជាជំហានតូចប៉ុន្តែមានន័យធំថ្ងៃហើយថ្ងៃទៀតពួកគេធ្វើការក្រោមព្រះអាទិត្យនិងភ្លៀងដៃឈឺខ្លួននឿយប៉ុន្តែចិត្តមិនធ្លាក់ទេកំបកបង់លំនាំផ្កាទេវតានិងរឿងព្រេងបាំងបង្ហាញលើថ្មក្រហមមនុស្សដែលឃើញស្ទើរតាំងមិនជឿភ្នែកខ្លួនឯងកុមារក្នុងភូមិមកមើលដោយភ្នែកភ្លឺសម្រាប់ពួកគេប្រាសាទនេះដូចជាសៀវភៅរឿងធំមួយវាស្អាតណាស់យេកញ៉ាវីរ៉ាហាបង្រៀនកុមារថាសិល្បៈមិនមែនសម្រាប់តែការមើលទេប៉ុន្តែសម្រាប់បង្រៀនចិត្តឲ្យល្អនិងសុចរិតសិល្បៈបង្រៀនចិត្តថ្ងៃមួយប្រាសាទជិតរួចរាល់បងអូនទាំងពីរឈរមើលការងាររបស់ខ្លួនដោយមោទនភាពនិងភាពស្ងប់ស្ងាត់ក្នុងចិត្តយើងធ្វើបានហើយព្រះបាទមកទស្សនាហើយព្រះអង្គមានព្រះរាជសូមនស្សយ៉ាងខ្លាំងប្រាសាទតូចនេះស្រស់ស្អាតលើសការរំពឹងវាស្រស់ស្អាតណាស់ព្រះបាទដាក់ឈ្មោះប្រាសាទថាបន្ទាយស្រីព្រោះវាស្រស់ស្អាតលម្អិតនិងទន់ភ្លន់ដោយសិល្បៈដៃស្ត្រីបន្ទាយស្រីមនុស្សគ្រប់វ័យមកទស្សនាមករៀននិងមកស្វែងរកសេចក្តីស្ងប់ស្ងាត់ប្រាសាទคล้ายជាទ្រព្យសម្បត្តិរបស់ប្រជាជនទាំងអស់អរគុណណាស់យេកញ៉ាវីរ៉ាហាឈរមើលប្រាសាទដោយមិនសុំកិត្តិយសអ្វីឡើយសម្រាប់គាត់ការបង្កើតសេចក្តីល្អគឺគ្រប់គ្រាន់ហើយសេចក្តីល្អនៃជារៀងរាល់រឿងនេះបង្រៀនយើងថាការខិតខំអត់ធ្មត់និងចិត្តល្អអាចបង្កើតអ្វីអស្ចារ្យដែលនៅជារៀងរាល់ធាងចង់ធ្វើល្អដែរ